តាមពិតកម្មនេះភាសាបាលីកម្មៈញោមប្រែភាសាខ្មែរគេប្រែថាអំពើដែលយើងធ្វើដូចញោមណាគាត់កើតមកអញ្ចឹងគាត់ពិបាកគាត់ជួបរឿងកើតទុកទោមនិញច្រើនពេកគាត់ថាហើយធ្វើមិនទេកម្មឯងវាមិនដូចគេកើតមកជាតិនេះរងតកម្មអញ្ចឹងកម្មហ្នឹងកើតមានឡើងដោយសារយើងធ្វើបើយើងធ្វើល្អកម្មហ្នឹងក៏វាមានល្អហើយបើយើងធ្វើអាក្រក់អាទទួលផលទៅវិញក៏អាក្រក់ទៀតខ្ញុំកណាសូមសួរទៅទៀតមិនទាន់ឲ្យរួចខ្លួនទេសួរថាចេះកម្មហ្នឹងនៅក្នុងពុទ្ធសាសនាយើងបើសំដែងឲ្យខ្លីទៅតើកម្មមានប៉ុន្មានសូមនិមន្តឆ្លើយផន្តេកាសបៈបបិទ្ធព្រះមហាកាសបៈដ៏ចម្រើនកម្មបសង្ខេបបែបខ្លីនៅសល់ត្រឹម2យ៉ាងសូមព្រះមហាកាសបៈទានជ្រាបកម្មបើសំដែងសង្ខេបបែបខ្លីទៅមាន2យ៉ាងហើយចុះ2យ៉ាងនោះមិនក៏មិនឆ្លើយមកចាំបាច់ឲ្យខ្ញុំកណាសួរធ្វើអីទៀតកម្ម2យ៉ាងនោះអ្វីខ្លះសូមនិមន្តឆ្លើយផន្តេកាសបៈបបិទ្ធព្រះមហាកាសបៈដ៏ចម្រើនកម្ម2យ៉ាងនោះគឺកុសលកម្មមួយនិងអកុសលកម្មមួយសូមព្រះមហាកាសបៈទានជ្រាបកម្ម2យ៉ាងនោះកុសលកម្មមួយអកុសលកម្មមួយសួរមួយឆ្លើយមួយសួរមួយឆ្លើយមួយញោមរួចបើឆ្លើយមកអញ្ចឹងញាតិញោមគាត់ស្ដាប់ល្មិចបានញោមខ្លះមិនតន់ទាំងចេះអានបាលីផងជួនកាលមិនចេះអានបាលីផងងុយចោះដេចគុណឆ្លើយមកសិតតែបាលីអញ្ចឹងគាត់ល្មិចដឹងឥឡូវខ្ញុំកណាសួរទៅទៀតសួរសំណួរលើកនេះប្រយ័ត្នតតល់ពីព្រោះថាដេចគុណអ្នករៀនបាលីដែរប៉ុន្តែបាលីហ្នឹងដូចជានៅស្ទើរណាអញ្ចឹងខ្ញុំកណាសួរមកសំណួរហ្នឹងឲ្យប្រែបាលីហើយតែប្រែបាលីលើកនឹងប្រែមិនចាញ់ទេនិមន្តទៅវិញជាមួយខ្ញុំកណាអត់ឲ្យជិះឡានជាមួយទេខ្ញុំកណាឆ្ងល់ដេចគុណឆ្លើយថាកុសលកម្មនិងអកុសលកម្មឥឡូវសូមសួរថាកុសលកម្មប្រែដូចម្ដេចមានអត្ថន័យយ៉ាងណាសូមឧបល័យប្អូនមេត្តាបកស្រាយឲ្យបានក្បោះក្បាយយាយតាបរិស័ទនៅជើងវត្តគិរីសម្រាប់នេះបានជ្រាបផងមកមើលសូមនិមន្តប្រែផន្តេកាសបៈបបិទ្ធព្រះមហាកាសបៈដ៏ចម្រើនកម្មនោះគឺកុសលកម្មមានន័យថាកម្មជាកុសលបានដល់អំពើល្អដូចជាការស្ដាប់ព្រះធម៌ការឲ្យទានការកសាងវត្តអារាមជាដើមអ្នកកើតមកមិនមានជំងឺព្រោះពីជាតិមុនមកណានោះមិនធ្លាប់បៀតបៀននិងសម្លាប់សត្វអ្នកកើតមកមានទ្រព្យសម្បត្តិច្រើនព្រោះពីជាតិមុនមកអ្នកនោះធ្លាប់ធ្វើបុណ្យឲ្យទានសូមព្រះមហាកាសបៈទានជ្រាបសាធុគិតទៅចេះរបស់លោកមែនលោកប្រែថាកុសលកម្មមានន័យថាកម្មល្អដូចជាញាតិញោមកំពុងធ្វើបុណ្យកុសលនេះឲ្យឈ្មោះថាសាងកុសលកម្មកម្មល្អញាតិញោមកំពុងតែប្រគេនចង្ហាន់លោកឲ្យឈ្មោះថាកុសលកម្មកម្មល្អហើយលោកប្រៀបធៀបទៀតថាអ្នកដែលកើតមកមានទ្រព្យសម្បត្តិច្រើនដោយសារពីមុនមកធ្លាប់ធ្វើបុណ្យធ្លាប់ចិញ្ចឹមមេត្តាបិតាធ្លាប់ចិញ្ចឹមអ្នកមានគុណអូអញ្ចឹងបានជាមនុស្សយើងកើតមកមិនដូចគ្នាអានេះសួរខាងកុសលកម្មអំពើល្អអញ្ចឹងខ្ញុំកណាសូមសួរមកសំណួរតទៅទៀតឥឡូវមិញសួរថាកុសលកម្មពេលនេះសូមសួរថាចុះអកុសលកម្មតើប្រែថាម៉េចបើកុសលកម្មប្រែថាល្អចុះអកុសលកម្មប្រែថាម៉េចមានន័យយ៉ាងណាលើកផងមកមើលសូមនិមន្តប្រែផន្តេកាសបៈបបិទ្ធព្រះមហាកាសបៈដ៏ចម្រើនអកុសលកម្មមានន័យថាកម្មជាអកុសលបានដល់អំពើអាក្រក់ដូចជាការសម្លាប់សត្វការនិយាយដើមគេការមើលងាយឪពុកម្ដាយជាដើមអ្នកកើតមកឈឺច្រើនព្រោះពីជាតិមុនមកអ្នកនោះធ្លាប់បៀតបៀននិងសម្លាប់សត្វអ្នកដែលកើតមកមិនមានទ្រព្យសម្បត្តិព្រោះពីជាតិមុនមកអ្នកនោះមិនធ្លាប់ធ្វើបុណ្យឲ្យទានសូមព្រះមហាកាសបៈទានជ្រាបសាធុអវុសោឧបល័យប្អូននិមន្តឆ្លើយមកថាអ
កុសលកម្មបានដល់អំពើអាក្រក់អ្នកណានិយាយដើមគេឈ្មោះថាធ្វើអំពើអាក្រក់រួចអ្នកនេះកើតជាតិក្រោយមកគេមិនចូលចិត្តគេមិនស្រឡាញ់គេមិនអាណិតគេមិនចង់រាប់អានទេរួចចូលទៅរាប់អានល្មិចបើនិយាយតែដើមយើងអញ្ចឹងឥឡូវខ្ញុំកណាសូមសួរលោកប្អូនឧបល័យមកសំណួរទៀតតែមកសំណួរនឹងទៀតចប់ហើយរួចខ្លួនហើយញញឹមឲ្យហើយចោះនៅក្នុងពុទ្ធសាសនាមានសម្ដែងអំពីវិន័យហើយវិន័យនោះទៀតសោតបើគិតជាសភៅមាន13ក្បាលចោះព្រះវិន័យបើយើងបូកសរុបឲ្យខ្លីទាំង13ក្បាលហ្នឹងបូកសរុបឲ្យខ្លីនៅសល់ត្រឹមប៉ុណ្ណាសូមនិមន្តឆ្លើយខន្ទេកសបៈបបិទ្ធព្រះមហាកសបៈដ៏ចម្រើនព្រះវិន័យបើសង្ខេបឲ្យខ្លីនៅសល់ត្រឹមពាក្យ9យ៉ាងសូមព្រះមហាកសបៈទានជ្រាបព្រះវិន័យបើសង្ខេបឲ្យខ្លីនៅសល់ត្រឹម9ម៉ាត់គម្ពីរវិន័យ3ដកញោមបើគិតជាធម្មខណ្ឌ 21000 ធម្មខណ្ឌហើយបើគិតជាសភៅមានដល់13ក្បាលដល់ទៅពេលឧបល័យប្អូនមកសង្ខេបសល់តែ9ម៉ាត់ហើយចុះអីក៏សង្ខេបបានលឿនម្ល៉េះអត់ទាន់ជឿទេ9ម៉ាត់អ្វីខ្លះសូមឆ្លើយខន្ទេកសបៈបបិទ្ធព្រះមហាកសបៈដ៏ចម្រើន9ម៉ាត់នោះគឺសាពៈបាបាសៈអករណੰសូមព្រះមហាកសបៈទានជ្រាបសាធុ9ម៉ាត់នោះញោមលើឯងឥឡូវរាប់ជាមួយអាត្មាគ្រប់អត់សាពៈបាបាសៈអករណੰអូពិតជាបកែរបស់គេមែនអញ្ចឹងញោមចេះទៅសង្ខេបមកទៀតប៉ិនតែមិនទាន់ឲ្យរួចខ្លួនទេពីព្រោះតែឆ្លើយមកសិទ្ធិភាសាបាលីខ្ញុំកណាចង់ឲ្យប្រែថាតើសัพពបាបាសៈអករណੰដែលឆ្លើយមកបាញ់មិញនេះគេប្រែថាម៉េចសូមនិមន្តប្រែខន្ទេកសបៈបបិទ្ធព្រះមហាកសបៈដ៏ចម្រើនប្រែថាកិរិយាមិនធ្វើនៅអំពើបាបទាំងពួងនោះលោកហៅថាព្រះវិន័យសូមព្រះមហាកសបៈទានជ្រាបប្រែថាកិរិយាមិនធ្វើនៅអំពើបាបទាំងពួងគេហៅថាព្រះវិន័យអញ្ចឹងបើញោមចង់ចេះកពីបត្រៃ3ដកផ្នែកខាងព្រះវិន័យនេះបើចង់ចេះផ្នែកព្រះវិន័យហ្នឹងញោមស្ដាប់ពធមិញដឹងហើយញោមមិនធ្វើនៅអំពើបាបទាំងពួងឈ្មោះថាញោមចេះវិន័យទាំង13ក្បាលហើយចឹងទៅវិញកុំធ្វើបាបទេញោមធ្វើបាបដោយសម្ដែងមិញចឹងសម្លាប់សត្វនិយាយដើមចាក់ចុចអុចអាលឲ្យគេឆ្លោះគ្នាផូតកុហកគេព្រមទាំងលួចទ្រព្យសម្បត្តិគេជាដើមហ្នឹងហើយវាចាកិរិយាលួចទ្រព្យសម្បត្តិរបស់គេនេះឈ្មោះថាយើងវាចាអំពើបាបអវុសោឧបល័យប្អូនដ៏ចម្រើនការងាររបស់ឧបល័យជាអ្នកឆ្លើយបញ្ហាកម្មវិន័យសន្មតថាបញ្ចប់ប៉ុណ្ណេះទៅចោះសូមអនុមោទនា